រីរូបស្រស់ម្នាក់ជិះម៉ូតូវិចកៅអៅគ្រឿងសម្អាងទៅធ្វើការក៏ត្រូវបានជន់សង្ស័យចំនួន3នាក់បានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃ iPhone 15 Pro Max បានសម្រេចហើយវាជិះមកវាបុកខ្ញុំឲ្យដួលប៉ុន្តែខ្ញុំជិះយឺតអញ្ចឹងលំនឹងខ្ញុំវាអត់ដួលខ្លាំងខ្ញុំដួលមិនតិចអត់ប៉ះខ្លួនហ្មងទេណាមួយអាវ៉ាន់ហ្នឹងវាជ្រុះខ្ញុំកាន់ហ្នឹងដល់ពេលបុកខ្ញុំទៅវាដួលហើយពួកវាទាញកាបូបខ្ញុំទេអីហើយវាយកទូរស័ព្ទមកហើយវាទាញខ្ញុំសួរ password សួរអីប៉ុន្តែខ្ញុំអត់ប្រាប់ទេហើយដល់ពេលហើយខ្ញុំនិយាយថាចង់បានទូរស័ព្ទហ្នឹងយកទៅប៉ុន្តែកុំឲ្យប៉ះពាល់ខ្ញុំបានហើយអញ្ចឹងបានន័យថានេះវាប្រើល្បិចបុកផ្ដួលបុកហើយក៏ឆក់យកទូរស័ព្ទមិនក៏ឆក់ហ្មងគំរាមវាមិនគំរាមណាស់ណាបងប៉ុន្តែវាកាបូបខ្ញុំហ្នឹងនៅក្រៅដែរហើយវាទាញកាបូបខ្ញុំទៅហ្នឹងហ្មងហើយបានទៅកន្លែងណាកាបូបហ្នឹងខ្ញុំបញ្យួរខាងឆ្វេងដៃបងក្បួនដៃម៉ូតូទេគ្នាវាមានប៉ុន្មានអ្នកអូនគ្នាវា3នាក់ហើយវាជិះម៉ូតូអីវាជិះម៉ូតូអាសនទាំងអស់ពីម៉ូតូគ្នា3នាក់វាពាក់អាវខ្មៅ2នាក់អា2នាក់នៅខាងមុខហ្នឹងវាពាក់អាវខ្មៅអាមួយក្រោយឲ្យពាក់អាវពួកអីខ្ញុំអត់បានមើលបងហើយអា2អ្នកមុខមានម្នាក់ពាក់មួកហើយម្នាក់ទៀតពាក់ម៉ាស់ខ្ញុំអត់ហ៊ានស្រែកទៀតអត់ហ៊ានស្រែកហើយខ្ញុំខ្លាចពួកវាវាយខ្ញុំបងខ្ញុំខ្លាចពួកវាវាយខ្ញុំទាញម៉ូតូទាញអីទៅខ្ញុំមិនចាប់ហើយទៅម៉ូតូក៏អត់បើសិនពួកយកម៉ូតូទៅទៀតខ្ញុំអស់លីងហ្មងខឹងចិត្តទេនៅពេលដែលគេធ្វើសកម្មភាពប្លន់ទៅលើជាសង្សារខ្លួនឯងខឹងបងបើខ្ញុំនៅនឹងដែរហើយប្លន់បានអត់បានទេបាទសុខចិត្តយ៉ាងម៉េចស៊ូសិនណាស៊ូមិនគេ3អូនឯងម្នាក់ឲ្យតដៃបដូរសិនណាដៃតែខ្លាចទៅវាយទេខ្លាចតែកំបិតទេបាទមើលពាក្យពេចអីទៅនិយាយទៅកាន់អា3នាក់ហ្នឹងមើលបើសិនជាមានបងនៅក្នុងពេលនេះមិនមានវត្តមានអា3នាក់ឯងដែលប្លន់មកព្រោះចិត្តសង្សារបងទេមិនថាមិនទេថាបើសិនជាខ្ញុំទៅក៏ប្លន់មិនស្រួលយ៉ាងដែរមិនមកដល់យកទៅងាយយ៉ាងទេតែណាក៏បានដូរម្នាក់ម្ដាយសិនដែរផ្ដាប់ញ៉ាមើលផ្ដាប់ញ៉ាថាបើពួកឯងឃើញវីដេអូហ្នឹងឈឺខួរខ្លះទៅអារបស់គេនឹងចង់បានទៅព្រោះថោកមានអីសំណពរទៅសមាជិកអត់គាត់ជួយមិនខ្លាឲ្យសំណពរទៅសមាជិកឲ្យចាប់ពួកគាត់បានឲ្យសងទូរស័ព្ទខ្ញុំមកវិញបាទចាឥឡូវនេះឯងផ្ដាំញ៉ាទៅកាន់ណា3ក្បាលហ្នឹងអត់ព្រោះអ្នកលួចទូរស័ព្ទអត់ឯងកុំធ្វើចឹងទៀតពួកអីទូរស័ព្ទប៉ុណ្ណឹងមិនមែនតម្លៃថ្លៃទេបាទវាកតិចលុយឯងយកឡើយអីដែលសំខាន់គឺគេចង់បានរបស់គេមកវិញរបស់គេស្រឡាញ់ហើយដាក់ចិត្តទៅបាក់ក្មេងតូចចោតណាហើយក្មេងតូចឡើងឈូតទៅគួរស្រឡាញ់ទូរស័ព្ទហ្នឹងណាគេទិញឲ្យទូរស័ព្ទហ្នឹងបងស្រីខ្ញុំហ្មងកាដូអនុស្សាវរីយ៍បងស្រីហ៎បងស្រីខ្ញុំឲ្យបាទជាការសំណពរមានអីសំណពរទៅសមាជិកអត់បងសំណពរសូមឲ្យសមាជិកជួយចាប់ពួកអាស្ទៀវដែលជួយចិត្តបកភាពច្រឡំចោលក្នុងស្រុកហ្នឹងចាប់វាដាក់គុកអស់ទៅណាមួយកុំឲ្យវាបកហេតុការច្រើនពេកនៅស្រុកខ្មែរយើងបងគ្រប់ជំរាបសួរបងទទួលបានពាក្យបណ្ដឹងទទួលបានព័ត៌មានបឋមយ៉ាងម៉េចបានបោះចង់បងចុះមកដល់ទីតាំងកន្លែងកាត់ហេតុនេះឃើញមេខ្ញុំក៏ទេមកបងហ្នឹងអង្គុយអ៊ីអន3បងបងបាទក្រោយពីខ្ញុំសាកសួរទៅលើជនរងគ្រោះថាកន្លែងហ្នឹងគាត់ត្រូវបានគេប្លន់យកទូរស័ព្ទដៃឥឡូវនេះបងនឹងនាំគាត់យកទៅណាវិញគាត់ទៅដាក់ពាក្យបណ្ដឹងពាក្យបណ្ដឹងនៅណាវិញបងប្រុសជើងឯកខណ្ឌកោណាបាទអរគុណបងដែលក្តីគោរពតោះភ័យកុំភ័យទៀតណាប៉ូលីសគាត់មកដល់ហើយសមាជិកបានមកដល់ទីតាំងចំណុចកាត់ហេតុកំពុងតែធ្វើការសាកសួរនាំទៅលើជនរងគ្រោះហើយកំពុងតែសួររឿងរ៉ាវជនសង្ស័យមានគ្នាប្រមាណនាក់ហើយប្លន់ដោយរបៀបម៉េចឥឡូវនេះជនរងគ្រោះត្រូវបានសមាជិកនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯកខណ្ឌដង្កោដើម្បីធ្វើការសាកសួរនាំនិងដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវតាមចាប់នៅជនសង្ស័យដែលធ្វើសកម្មភាពប្លន់ទៅលើរូបគាត់អំបញ្ញមិញនេះនៅក្នុងសង្កាត់ជើងឯកខណ្ឌដង្កោសាប៊ូសាហារ៉ាជាប្រភេទសាប៊ូដែលអាចប្រើបានទាំងបុរសនិងនារីដែលផ្សំចេញពីវត្ថុធាតុដើមល្អៗជាច្រើនមុខដើម្បីជួយកាត់បន្ថយការជ្រុះសក់បំបត្តិអង្គែធ្វើឲ្យសក់ទន់រលោងពិសេសស្បែកក្បាលត្រជាក់ស្រួលបង្កើតដោយសារជាតិម៉ង់តុលបន្ថែមដោយក្លិនប្រហើរនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតាំងពីកក់លើកដំបូងចំពោះសាប៊ូដុសខ្លួនសាហារ៉ាវិញមានសារជាតិ Gold Collagen ជួយឲ្យស្បែកមានសំណើមភ្លឺរលោងសម្រាប់បាក់តេរីកម្ចាត់ក្លិនមិនល្អនិងមានក្លិនក្រអូបប្រហើរសាហារ៉ាជាផលិតផលប្រទេសកម្ពុជាសុទ្ធសាធផលិតឡើងដើម្បីលើកស្ទួយនិងគាំទ្រផលិតផលជាតិគ្រប់នឹងជម្រាបសួរប្រិយមិត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាព KA News Today KA News នៅវេលាម៉ោងប្រមាណជាង2យប់ត្រូវនឹងថ្ងៃទី27ខែមិថុនាឆ្នាំ2026យើងនេះនារីរូបស្រស់ម្នាក់ជិះម៉ូតូវិចកៅអៅគ្រឿងសម្អាងទៅធ្វើការស្រាប់តែមកដល់ចំណុចក្រោយផ្លូវEON 3ដែលស្ថិតនៅក្នុងសង្កាត់ជើងឯកខណ្ឌដង្កោក៏ត្រូវបានជនសង្ស័យបានធ្វើសកម្មភាពធ្វើជាបំបុក
đua mà tô từ lơ này đi chun rong cua vừa ở đua từ lơ đấy hai có tiên do cả bốp hai có dốc tu được sắp đáy ban sầm rạch ở lời này dương trắng đừng rương ra từng anh nâng dương từ chuột qua từng anh này một vòngใช่chiปีน้องมอสบ่มรองตนาก็ไป tới khang có bạch bỏng chiขึ้นมาเนี่ย chi mà nè ai hay ชีมาโตไอ้เก copy mà pay phèm ชีมาดอจำนวนการหานั่งไม่เป็นอาจีบอกไปบองมันดังไหมกลมพยนกลมพยพวกบองนั่นนั่งไงบองแตะตัวให้บริหารเลยอาจีบอกไปบองมันดังคลาด về nhóm chi máu nó bò nhóm chi máu nhóm chi dự dưa đây nhóm chi mà nè ai hay nhóm can này ván nó biết đã cho mà to ở tiệt ai nhóm can đây mà chỉ hay nhóm bao mà chỉ hiền đó về nhóm chi dưa mền tên mà nhóm chi đôi chi đào lên chẳng đó về hai việc chi máu việc bọc nhau mạch đua mình thấy ta nhóm chi dự dưa chẳng lùm nắng nhóm việc đua khang nhóm đua mình tị ba luôn mà nè hay nắm mười ván nó biết chủ nhóm can nó đó về bọc nhóm tới việc đua tỏi ván nó món bò hay ở vạn nó bên nó khổm nhom trong việc bán nhom ấy mình tê về đó về đua tới nhóm còn xả lực luôn lại máu hãy bộ viết tiền của bộ nhom tiền ấy hay bây giờ tu sạp mỏ hay tiền tia nhom ở xua phải xua rồi ấy bên ta nhom ăn hẹp về hay đập về hai nhom vậy tha trong ban tu sạp nó do tới bên ta còn ai ba po nhom ba này chẳng mà đây thà ní việc phải là bách bốc và đuôi bốc hái cả chọn do tu sạp mẹ cả chọn mỏ cùng riêng mà với mẹ cùng riêng na na bỏ bên đấy viết cái bộ nhom nó khẹo đài hay viết tiên cái bộ nhom tao nó mỏ cái bộ nó lại nát cái bộ nó nhom phải dù nó kháng phanh đai bộ cái bộ nó đai mà to thế cho cái mà tôi chứ không đạp bên nâng phải nó nhom đã hai bàn tay nhom đọ tranh vành cái này viết miền mà nè ổn cái này viết bay nè ơi viết chi mà to ấy viết chim to son tầng pi mà to cái bay nè viết bẹ áo khăm áo pi nè nó kháng một nó viết bẹ áo khăm áo môi khói ở bẹ áo bộ ấy nhỏ ba mươi bộ hay pi nè một miếng mà nè bẹ mùa hay mà nè tiết bẹ mà đó viết cùng riêng sầm lật tham mạch viết ăn dễ chờ này viết tiền của bộ nhưng hai viết chạy nông của bộ nhông mỏ chạy tham mạch chạy nông của bộ hai viết khơi tủ sáp viết xua password chứ hạt password mà anh nhóm ắt hẹp ấy hay nhóm tiền phía em tiền của bộ nó bị viết vành trên tiền tủ sáp bị viết vành tại tiền bàn này hay kia viết chờ hay nhóm vậy tha ở trong ban tủ sáp nó do từ tại thông mày cùng ai tập ba po nhóm ban này pe chia sẻ pe để bọn thử của bọn này miền Bắc cam phiệp vía mỏ thẹn plon mà bọc đua plon nó tao miền mình đúng ngắm chân mòn ở miền làm mà to hay nhóm chính rồi ha nhóm ở hiên sẻ tiền ở hiên sẻ hai nhóm khai vụ vía bay nhóm bỏng nhóm khai vụ vía bay nhóm tiền mà to tiền ấy tới nhóm mình chọc rồi cho mà to có ở ra vui nhóm mà to tới tiền nhóm lính mòn cho này nó chăm mau cái mình liêm mau màn đấy nhóm tranh bị té máu vùng buồn đom để tì chiềng nhóm chi mà đòn ấy tông chân mà phay anh đang vùng buồn cả là bông ngồi chè vinh nơi pe đã viết bốc hơi mà to mới viêm gió mới mà giờ tù dạp mà đăng ấy bỏ nhưng mà đăng đài đăng tập viết tên nhỏ tu sạch nhưng mà đăng học viết nó cổ nòng ấy tu sao mà nói mình đại cloud này miền tầng ốc bỏ miền này ta phanh mai khơi nhẫn nhưng mà đăng đài nhưng miền hồ bên tay hồ năng tạo bật internet tới cứ ở đây không năng mong này ở trong mạng sóng xa nhưng còn đăng hai nhóm lên nặng hay mà mua hai đấy bên song xa này đằng thằng nằng nhóm tranh bị té mắc còn đăng hai nhóm tranh mai chẳng còn mơ hồ nhóm là hột hay cái chi mà tam hổ màu bên nó ở ton tam màu ấy bên nó rồi có tẹt to với nhau mặt bàn đó bây nhóm tự đo và tôi bây nhóm bên tu sạp nên mới tiết bàn nhóm chặt phẹp còn cái thằng mấy bên nâng chặt phẹp tha cái vô tu sạp bạt rồi ở bên tay nhóm tự đó có bây giờ nhóm bắt bỏ khỏi rồi bởi nhóm phây bè cho về nhóm bắt đăng hàng thời thơm mà nhóm gặp tới hay biết chi tới lần lươn mà nhóm chi tam bị khỏi viết ban vay cầm riêng vay thơ ba plan này bởi nhóm vậy tao mà tham ở trong ban tu sạp nó do tới hay tranh tới hay cũng ai tập bác po nhóm ban này cũng ai ọt miên ấy tầng miền là thu sạm kêu tệ tu sao nó miền ru miền ai cái sao làm khang đôi chi ở từ kia không nữa miền EBE bong miền tại EBE tập ra nó hai chiประมาณđấy miền màn hỏi miền tĩnh nó bong nơi lời ekran thu sạm nó miền tăng rục phiệp vậy đấy miền tăng hụt phiệp nhom ở này có họ phụ bong này nè nhưng có họ mày bong tu sạm nhom bạn môi tầng mô phụ bong thọp chuột riêng ra rồi kế tháng plan pe tháng ngày sẽ tập lý sơ xua láng do mà tôi lên là bài lụa tha cái plan ta nó ba nó một nhom đội nhẹ lên là bài đội nhẹ phật xì ở đây bong còn đã phải chạm mùi ôn bà ôn là lớn ní pe để bong sai chắp ôn đừng ta đạp phía phần đằng ọt
ខ្ញុំអត់ដឹងថាទៅដាក់នៅណាទេបងពួកអីខ្ញុំមិន កុំភ័យពួកបងតាក់ទងឲ្យប៉ូលីសមកហើយទីទៀតប៉ូលីសនឹងមកដល់នាំប្អូនទៅប៉ោះទៅសេពីបណ្ដឹងណាបងណាហើយមានជាការសំណូមពរចុងក្រោយមានអីនិយាយទៅកាន់សមត្ថកិច្ចឲ្យសមត្ថកិច្ចជួយស្រាវជ្រាវវែកមុខនៅជនសង្ស័យទាំង3នាក់ហ្នឹងអត់ ខ្ញុំអត់ដឹងបើធ្វើការនឹងបានមានតែជួនបើឲ្យឆាប់ជួយមករកទូរស័ព្ទខ្ញុំវិញបានមានតែប៉ុណ្ណឹងមានអីផ្សេងទៀតទេ មានអីសំណូមពរទៅសមត្ថកិច្ចអត់ គាត់ជួយមិនខ្លាំង ឲ្យសំណូមពរទៅសមត្ថកិច្ចឲ្យចាប់ពួកគាត់បានឲ្យសងទូរស័ព្ទខ្ញុំមកវិញ បាទ ចា ឥឡូវនេះឯងបានញ៉ាទៅកាន់ណា3ក្បាលហ្នឹងអត់ មាននិយាយទៅកាន់ពួកវាហ៎ ព្រោះអាអ្នកលួចទូរស័ព្ទអត់ឯង កុំធ្វើចឹងទៀតពួកអីទូរស័ព្ទប៉ុណ្ណឹងមិនមែនតម្លៃថ្លៃទេ បាទហើយខ្ញុំ វាកតិចលុយឯងយល់អីដែលសំខាន់គឺគេចង់បានរបស់គេមកវិញរបស់គេស្រឡាញ់ ហើយដាក់ចិត្តសម្រាប់ក្មេងតូចចោតណាក្មេងតូចឡើងឈូតទៅគួរស្រឡាញ់ ទូរស័ព្ទហ្នឹងណាគេទិញឲ្យ ទូរស័ព្ទនឹងបងស្រីខ្ញុំហ្មង កាដូអនុស្សាវរីយ៍បងស្រីហ៎ បងស្រីខ្ញុំឲ្យ អរគុណច្រើនបងអរគុណអរគុណអរគុណ ស្អីបងចង់សួរតិចអូនឯងត្រូវជាម៉េចជាមួយនឹងជនរងគ្រោះដែរ ខ្ញុំត្រូវជាសង្សារគាត់បង អញ្ចឹងហើយអូនឯងម៉េចបានអូនឯងដឹងថាគាត់ត្រូវគេធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទម៉េចបានអូនឯងដឹង ខ្ញុំអត់ដឹងទេបងក៏គាត់ទៅដល់ក្រុមហ៊ុនបានគាត់ប្រាប់ខ្ញុំថាទូរស័ព្ទអូនគេយកបាត់ហើយតែខ្ញុំឆ្ងល់រឿងអេបធូក្នុងទូរស័ព្ទនេះខ្ញុំឃើញគាត់កាំងនៅនឹងប្រហែលជា8នាទីបាទខ្ញុំទេមក3ម្ដងដំបូងតែទៅចូលធម្មតាតែមានអ្នកលើកខ្ញុំគាត់ថាអូប្រហែលជាគាត់រវល់ជិះម៉ូតូជិះអីចឹងណាដើម្បីអេបនឹងវាអត្តនាកាយអញ្ចឹងទៅបានកាំងនៅនឹងទៅពេលបានមកស្ទុះប្រហែលជា10នាទីក្រោយខ្ញុំទេទៅគាត់វិសាទៀតទេលេងចូលបណ្ដោយទេលេងចូលឡើង4 5ដង ហើយគាត់ធ្វើតាណាពីណាមកណាវិញបានត្រូវគេវាយប្លន់គាត់នៅកន្លែងចំណុចកន្លែងហ្នឹងដែរអូន ចេញដំណើរមកពីស្រៈមន្ទីរជើងឯកបង អូ បាទទៅកាន់កោះពេជ្រហើយមកជិះកាត់តាមផ្លូវហ្នឹង ជាទូទៅគាត់ជិះតាមផ្លូវហ្នឹងហ៎ បាទទូទៅជិះរងថ្ងៃបង ម៉ោងប្រហែល ពួកគាត់ទៅធ្វើការគាត់ទៅម៉ោង10ព្រឹកប៉ុន្តែគាត់ចេញវិញចេញម៉ោង8យប់ ចុះហេតុអីដល់ឡែកថ្ងៃនេះបានចេញយប់ជ្រៅនេះដូចម៉ោងប៉ុន្មានណាដល់អូនតាក់ទងម៉ោង1ម៉ោង2យប់ហ្នឹង ថ្ងៃហ្នឹង2ថ្ងៃហ្នឹងគាត់ទៅដេកនៅក្រុមហ៊ុនទេ អូ បាទប៉ុន្តែដោយសារតែវ៉ាន់គាត់យកទៅអត់តអស់នៅគ្រឿង make up នៅកៅអៅនៅអីចឹងទៅគាត់មកយកកៅអៅគាត់កៅអៅប្លាក់ហ្នឹងគាត់យកទៅបន់ក្រុមហ៊ុនទៀតបាទគាត់ចេញមកយកហើយគាត់ញ៉ាំបាយញ៉ាំអីហើយគាត់ប្រមូលវ៉ាន់គាត់ចេញទៅស្មានហ្នឹងដែរទៅគាត់ខ្លាចថាព្រឹកឡើងទៅធ្វើការអត់ទាន់វាស្ទះផ្លូវស្ទះអីចឹងណាបាទគាត់ចេញទៅស្មាន ជាការសំណូមពរមានអីសំណូមពរទៅសមត្ថកិច្ចអត់បង សំណូមពរសូមឲ្យសមត្ថកិច្ចជួយចាប់ពួកអាស្ទៀវដែលជួយចិត្តបកភាពចលាចលក្នុងស្រុកហ្នឹងចាប់វាដាក់គុកអស់ទៅណាមួយកុំឲ្យវាបកហេតុការច្រើនពេកនៅស្រុកខ្មែរយើង ខឹងចិត្តទេនៅពេលដែលគេធ្វើសកម្មភាពប្លន់ទៅលើជាសង្សារខ្លួនឯង ខឹងបងបើខ្ញុំនៅនឹងដែរផែប្លន់បានទេ អត់បានទេ បាទសុខចិត្ត សុខចិត្តយ៉ាងម៉េច ស៊ូសិនណា ស៊ូមិនគេ3អូនឯងម្នាក់ ឲ្យតដៃ បដូរសិនណា បដូរសិនណាដៃតែខ្លាច 3ក៏វាយដែរ ខ្លាចតែកបិត ខ្លាចតែកបិតទេ បាទ មើលពាក្យពេចន៍អីទៅនិយាយទៅកាន់អា3នាក់ហ្នឹងមើលបើសិនជាមានបងនៅក្នុងពេលនេះមិនមានវត្តមានអា3នាក់ឯងដែលប្លន់មកព្រោះចិត្តសង្សារបងទេ មិនថាមិនទេថាបើសិនជាខ្ញុំទៅក៏ប្លន់មិនស្រួលយ៉ាងដែរមិនមកដល់យកទៅងាយៗយ៉ាងទេយ៉ាងណាក៏បានដូរម្នាក់ម្ដាយសិនដែរ ផ្ដាំផ្ញើមើល ម្ដាយខ្ញុំថាបើពួកឯងឃើញវីដេអូហ្នឹងឈឺខួរខ្លះទៅអារបស់គេនឹងចង់បានពេកព្រោះអាថោក មានតែថោកនឹងចុងក្រោយមួយទេចឹង មែនថោកចូលចេមរាយវាដឹងអីផង អូនល្អដែរចឹងទោះបីជាមិនក៏ប្អូននៅមានអតចរិតមួយតែគេហៅថានៅថ្លៃស្នូមិនប្រើភាសាជេណាដល់ណាដល់ណីអញ្ចឹងមានការសំពោតែប៉ុណ្្នឹងឯង បាទបងបាទ បាទ អរគុណច្រើន បាទអរគុណច្រើនអូនណា បងគ្រប់ជំរាបសួរបងទទួលបានពាក្យបណ្ដឹងទទួលបានព័ត៌មានបឋមយ៉ាងម៉េចបានបោះចង់បានបងចុះមកដល់ទីតាំងកន្លែងកាត់ហេតុនេះ ឃើញមេខ្ញុំក៏ទេមកបងហ្នឹង មេបងទេមកមេបងទេមកថាម៉េច ហ្នឹងគ្រូអ៊ីអន3បង បាទបងបាទក្រោយពីខ្ញុំសាកសួរទៅលើជនរងគ្រោះថាកន្លែងហ្នឹងគាត់ត្រូវបានគេប្លន់យកទូរស័ព្ទដៃឥឡូវនេះបងនឹងនាំគាត់យកទៅណាវិញ អរគាត់ទៅដាក់ភាពបណ្ដឹងបង ទៀតបណ្ដឹងទៅណាវិញបងប្រុស ប៉ុស្តិ៍ជាងអាច ជើងអាចខណ្ឌកោនោះណា បាទ អរគុណបងដែលក្តីគោរព បាទអរគុណច្រើនបងអរគុណច្រើន តើបងនាំតោះភ័យកុំភ័យទៀតណាប៉ូលីសគាត់មកដល់ហើយ ជួយដាក់ភាពបណ្ដឹងឥឡូវយកគាត់ទៅដាក់ភាពបណ្ដឹងបងឯង ព្រេងបើទស្សនិកជនករណីប្លន់អំបញ្ញមិញនេះនារីយល់ជនរងគ្រោះបានអះអាងថាគាត់បានមកដល់ចំណុចទីតាំងកើតហេតុនេះក៏ត្រូវបានជនសង្ស័យ3នាក់បានធ្វើសកម្មភាពប្លន់ទៅលើរូបគាត់ដោយសារតែជិះម៉ូតូមកគឺបុកគាត់ឲ្យដួលហើយទាញកាបូបគាត់ហើយក៏ឆក់យកទូរស័ព្ទហើយក៏ថែមទាំងគម្រាមឲ្យសម្លុតឲ្យប្រាប់ password មកលើគាត់ប៉ុន្តែដោយឡែកជនរងគ្រោះមិនបានផ្ដល់ព័ត៌មាន
password ទៅលើជនសង្ស័យទេហើយឥឡូវនេះបាទជនសង្ស័យទាំង3នាក់ដែលធ្វើសកម្មភាពប្លន់ហ្នឹងជិះម៉ូតូអាសង្ឃហ្នឹងគឺប្លន់យកទៅបានសម្រេចហើយនៅក្នុងសង្កាត់ជើងឯកខណ្ឌដង្កោដោយឡែកឥឡូវនេះសមត្ថកិច្ចបានមកដល់ទីតាំងចំណុចកាត់ហេតុកំពុងតែធ្វើការសាកសួរនាំទៅលើជនរងគ្រោះហើយកំពុងតែសួររឿងរ៉ាវថាជនសង្ស័យមានគ្នាប្រមាណអ្នកហើយប្លន់ដោយរបៀបម៉េចឥឡូវនេះជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯកខណ្ឌដង្កោដើម្បីធ្វើការសាកសួរនាំនិងដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវតាមចាប់នៅជនសង្ស័យដែលធ្វើសកម្មភាពប្លន់ទៅលើរូបគាត់អំបញ្ញមិញនេះនៅក្នុងសង្កាត់ជើងឯកខណ្ឌដង្កោអរគុណណាប្រធានខ្ញុំបាទ Mr. K រួមទាំងលោកនាំមឿនក៏សូមលំអរកាយគ្រប់លាបើសិនជាមានពីពេចខុសឆ្គងត្រង់ណាមសំរុំក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងដែរនេះគ្រាន់តែជាព័ត៌មានបឋមមួយទេដែលយើងទទួលបានពីកន្លែងកាត់ហេតុ